អាកាសយានដ្ឋានគឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិការដឹកជញ្ជូនទំនិញទេសចរនិងសេវាកម្មផ្សេងៗទៀតថ្ងៃនេះយើងនឹងស្វែងយល់អំពីអាកាសយានដ្ឋាន Gibraltar ដែលជាអាកាសយានដ្ឋានដ៏ចម្លែកនិងគួរឲ្យចាប់អារម្មណ៍បំផុតមួយនៅលើពិភពលោកទីតាំងភូមិសាស្ត្រអាកាសយានដ្ឋាននេះស្ថិតនៅលើដែន Gibraltar ដែលជាទឹកដីក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសនៅភាគខាងត្បូងនៃប្រទេសស្ប៉ាញអាកាសយានដ្ឋាននេះស្ថិតនៅក្បែរភ្នំ Rock of Gibraltar ដ៏ល្បីល្បាញនិងស្ថិតនៅចន្លោះសមុទ្រ Mediterranean និងឈូងសមុទ្រ Gibraltarលក្ខណៈពិសេសអ្វីដែលធ្វើឲ្យអាកាសយានដ្ឋាន Gibraltar មានលក្ខណៈពិសេសគឺផ្លូវរថយន្តហោះដោយសារតែទីតាំងភូមិសាស្ត្រដ៏តូចចង្អៀតអាកាសយានដ្ឋាននេះមានផ្លូវរថរបស់យន្តហោះឆ្លងកាត់តាមផ្លូវសាធារណៈដ៏សំខាន់គឺផ្លូវ Winston Churchill ដែលជាផ្លូវធំតែមួយគត់ដែលភ្ជាប់ Gibraltar ទៅនឹងប្រទេសស្ប៉ាញរៀងរាល់ពេលដែលមានយន្តហោះចុះចតឬហោះឡើងគេត្រូវបិទផ្លូវនេះនិងបញ្ឈប់ចរាចរណ៍វាគឺជាអាកាសយានដ្ឋានតែមួយគត់នៅលើពិភពលោកដែលមានផ្លូវថ្មើរជើងនិងផ្លូវរថយន្តសម្រាប់ឆ្លងកាត់ប្រវត្តិនៃអាកាសយានដ្ឋាន Gibraltar អាកាសយានដ្ឋាននេះត្រូវបានសាងសង់ក្នុងកំឡុងសង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1941ដោយកងទ័ពរបស់ចក្រភពអង់គ្លេសដើម្បីបម្រើដល់តម្រូវការយោធាដើមឡើយផ្លូវរថយន្តហោះត្រូវបានសាងសង់លើដីដែលមានស្រាប់ហើយក្រោយមកក៏បានពង្រីកចូលទៅក្នុងសមុទ្រក្រោយពេលសង្គ្រាមបានបញ្ចប់អាកាសយានដ្ឋាននេះត្រូវបានក្លាយជាអាកាសយានដ្ឋានរបស់ពលរដ្ឋបទបញ្ញត្តិនិងសុវត្ថិភាពដោយសារតែលក្ខណៈពិសេសរបស់វាសុវត្ថិភាពគឺជាបញ្ហាអាទិភាពខ្ពស់បំផុតរបាំងអេឡិចត្រូនិកជាច្រើនត្រូវបានដំឡើងដើម្បីធានាថាអ្នកដំណើររថយន្តនឹងមិនអាចឆ្លងកាត់ផ្លូវយន្តហោះបាននោះទេនៅពេលដែលមានយន្តហោះកំពុងតែឆ្លងកាត់ផ្លូវនេះត្រូវបានបិទជាមធ្យមប្រហែល15ដងក្នុងមួយថ្ងៃសញ្ញាពន្លឺនិងសំឡេងជំនះមុននឹងមានការចុះចតឬហោះឡើងប្រហែល15នាទីប៉ូលីសចរាចរណ៍ក៏ត្រូវបានដាក់ពង្រាយនៅទីនោះដើម្បីមើលការបិទបើកផ្លូវការដឹកជញ្ជូនអន្តរជាតិទោះបីជាមានទំហំតូចក៏ដោយអាកាសយានដ្ឋាន Gibraltar បម្រើដល់ការធ្វើដំណើរតាមអាកាសទៅកាន់ប្រទេសអង់គ្លេសនិងប្រទេសមួយចំនួននៅអឺរ៉ុបក្រុមហ៊ុនអាកាសចរដូចជា British Airways និង EasyJet មានជើងហោះហើរទៅកាន់ទីនោះជាប្រចាំផ្លូវរថយន្តហោះមានប្រវែង 1800 ម៉ែត្រហើយអាចទទួលយកយន្តហោះទំហំមធ្យមដូចជា Airbus A320 និង Boeing 737បញ្ហាប្រឈមអាកាសយានដ្ឋាន Gibraltar ត្រូវបានចាត់ទុកថាជាអាកាសយានដ្ឋានដ៏លំបាកមួយសម្រាប់អ្នកបើកបរយន្តហោះដោយសារតែកត្តាជាច្រើនវាជាប់នឹងភ្នំខ្ពស់ដែលបង្កើតឲ្យមានខ្យល់ក្នុងតំបន់ដ៏ខ្លាំងក្លាមិនអាចទាយទុកបានផ្លូវរថយន្តហោះត្រូវបានសាងសង់ពង្រីកចូលទៅក្នុងសមុទ្រដូច្នេះយន្តហោះត្រូវតែចុះចតយ៉ាងត្រឹមត្រូវចំកណ្ដាលផ្លូវរថយន្តហោះខ្លីទាមទារឲ្យអ្នកបើកបរបង្អង់ល្បឿនយ៉ាងរហ័សអាកាសយានដ្ឋាន Gibraltar មិនមែនគ្រាន់តែជាកន្លែងឆ្លងកាត់សម្រាប់អ្នកដំណើរនោះទេប៉ុន្តែថែមទាំងជាអភូតហេតុវិស្វកម្មដ៏គួរចាប់អារម្មណ៍និងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយវាជាឧទាហរណ៍ដ៏ល្អមួយនៃរបៀបដែលមនុស្សជាតិបានសម្របខ្លួនទៅនឹងដែនកំណត់ធម្មជាតិមិនតែប៉ុណ្ណោះអាកាសយានដ្ឋាននេះក៏ជាកន្លែងតែមួយគត់នៅលើពិភពលោកដែលអាចឲ្យអ្នកដំណើរឆ្លងកាត់ដោយរថយន្តនិងថ្មើរជើងបាន